នៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីថ្ងៃអាទិត្យនេះយើងសូមងាកទៅចាប់អារម្មណ៍ពីការវាយបង្ក្រាបបង្ហូរឈាមដ៏ខ្លាំងនៅក្នុងប្រទេសភូមាដែលជាប្រធានបទក្តៅនិងកំពុងត្រូវបានអន្តរជាតិបដោតការយកចិត្តទុកដាក់ខ្លាំងយើងមានកំអនដែលជាអ្នកចូលខ្លួនអន្តរាគមឆ្លើយនឹងសំណួររបស់ខ្ញុំពាក់ព័ន្ធនឹងប្រធានបទនេះជំរាបសួរកំអនចាជំរាបសួរស្រីពេជ្រកំអនដូចយើងដឹងហើយថាស្ថានភាពនៅក្នុងប្រទេសភូមាកំពុងវិវត្តកាន់តែអាក្រក់ទៅជាពិសេសនៅបន្ទាប់ពីកងទ័ពភូមាបានសម្លាប់ក្រុមអ្នកតវ៉ានៅទូទាំងប្រទេសជាច្រើនអ្នកកាលពីថ្ងៃសៅរ៍ម្សិលមិញព្រឹត្តិការណ៍នេះបានធ្វើឲ្យពិភពលោកផ្ទុះកំហឹងជាខ្លាំងហើយកំពុងមើលភ្នែករងចាំតាមដានស្ថានភាពនៅក្នុងប្រទេសភូមាកំអនជាបឋមខ្ញុំសូមឲ្យកំអនធ្វើបច្ចុប្បន្នភាពបន្តិចអំពីស្ថានភាពនៅភូមានិងថាតើហេតុអ្វីបានជាមានការសម្លាប់បង្ហូរឈាមកើតឡើងបែបនេះស្រីពេជ្រការវាយបង្ក្រាបបាញ់សម្លាប់យ៉ាងបង្ហូរឈាមជាទីបំផុតពីសំណាក់កងទ័ពភូមាកាលពីថ្ងៃសៅរ៍ម្សិលមិញរហូតបណ្ដាលឲ្យបាតកោគាំទ្រលទ្ធិប្រជាធិបតេយ្យជាង100នាក់ស្លាប់បានបង្កជាការផ្ទុះកំហឹងជាខ្លាំងនៅទូទាំងពិភពលោកព្រឹត្តិការណ៍ដ៏ហិង្សានេះបានជំរុញឲ្យមានការអំពាវនាវស្ទើរតែគ្រប់ពីទិសទីឲ្យមានការឆ្លើយតបជាសកលកាន់តែខ្លាំងចំពោះរបបគ្រប់គ្រងយោធាភូមាបច្ចុប្បន្នកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងទីក្រុងណៃពីដោក្នុងប្រទេសភូមារបបយោធាបានប្រារព្ធទិវាកងទ័ពនិងបានចាប់ផ្ដើមដោយការបង្ហាញកម្លាំងយោធាតាមរយៈក្បួនដង្ហែព្យុហយាត្រាកងទ័ពនិងគ្រឿងសព្វាវុធជាច្រើនក្នុងឱកាសនោះមេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ៍មានអង្លាំងបានថ្លែងថាលោកនឹងចង់ការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសក៏ប៉ុន្តែទន្ទឹមនេះស្រីពេជ្រលោកក៏បានប្រមានផងដែរថាប្រឆាំងនឹងសកម្មភាពនានាដែលក្រុមកងទ័ពរបស់លោកនឹងចាត់ទុកថាជាអំពើហិង្សាចំណែកនៅមួយថ្ងៃមុនពេលប្រារព្ធទិវាកងទ័ពនេះដែររបបយោធាភូមាបានប្រមានរួចជាស្រេចចំពោះក្រុមបាតកោថាពួកគេអាចនឹងប្រឈមទៅនឹងការបាញ់ប្រហារចំក្បាលនឹងខ្លួនប្រសិនបើហ៊ានចេញធ្វើបាតកម្មនៅក្នុងថ្ងៃដ៏សំខាន់នេះតែទោះបីជាត្រូវរងការគំរាមកំហែងដល់អាយុជីវិតបែបនេះក្តីស្រីពេជ្រក៏ជនស៊ីវិលភូមានៅតែមិនខ្លាចមិនតែប៉ុណ្ណោះពួកគេបានទៅជួបជុំតស៊ូយ៉ាងស្វិតស្វាញចេញធ្វើបាតកម្មនៅទូទាំងប្រទេសជាពិសេសនៅតាមបណ្ដាទីក្រុងធំមួយចំនួនដូចជានៅក្នុងទីក្រុងរងគូននិងនៅក្នុងទីក្រុងម៉ុងដាណេជាដើមឡើយក្រុមសកម្មជនប្រឆាំងរដ្ឋប្រហារបានចុះតវ៉ាដោយសន្តិវិធីក៏ប៉ុន្តែភ្លាមនោះអំពើហិង្សាក៏ចាប់ផ្ទុះមានឡើងភ្លាមនៅពេលដែលកងទ័ពភូមាបានបើកការបាញ់ប្រហារនៅក្នុងទីតាំងជាង40កន្លែងនៅទូទាំងប្រទេសចឹងហើយណាស់ជនស៊ីវិលសរុបទាំងអស់114នាក់ក្នុងចំណោមនោះមានកុមារជាច្រើនអ្នកផងត្រូវបានសម្លាប់នៅទូទាំងប្រទេសភូមាក្នុងរយៈពេលតែមួយថ្ងៃគត់គឺនៅថ្ងៃសៅរ៍ម្សិលមិញក្នុងអំឡុងពេលធ្វើបាតកម្មនេះគឺជាថ្ងៃដ៏បង្ហូរឈាមខ្លាំងបំផុតមួយរាប់ចាប់តាំងពីមានរដ្ឋប្រហារកាលពីដើមខែកុម្ភៈមកជាសរុបរហូតមកទល់នឹងពេលនេះចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបបាតកម្មបានកើនឡើងដល់ជាង423នាក់នេះបើយោងទៅតាមរបាយការណ៍ចុងក្រោយរបស់សមាគមជំនួយមិនរកប្រាក់ចំណូលដើម្បីជួយអ្នកទោសនយោបាយស្រីពេជ្រឃើញថាសហគមន៍អន្តរជាតិបានចេញថ្កោលទោសជាខ្លាំងចំពោះសកម្មភាពវាយបង្ក្រាបរបស់កងទ័ពភូមាក្រៅពីនេះក៏មានការអំពាវនាវកាន់តែខ្លាំងនិងច្រើនជាងមុនដែរឲ្យមានការឆ្លើយតបជាបន្ទាន់ចំពោះវិបត្តិភូមាមិនថាអញ្ចឹងកំអនដោយស្រីពេជ្រលើកឡើងអញ្ចឹងការស្លាប់របស់ជនស៊ីវិលភូមាជាង100នាក់ដោយសារតែការបង្ក្រាបដ៏សាហាវពីសំណាក់កងទ័ពភូមាបង្កជាក្តីរន្ធត់ជាខ្លាំងដល់សហគមន៍អន្តរជាតិអំពើហិង្សាចុងក្រោយនេះបានរុញឲ្យកម្រិតឈឺឆ្អាលរបស់អន្តរជាតិចំពោះស្ថានភាពនៅក្នុងប្រទេសភូមាកាន់តែកើនឡើងខ្លាំងការថ្កោលទោសជាសកលបានធ្លាក់មកភ្លាមនិងជាបន្តបន្ទាប់គ្នាចំពោះហេតុការណ៍នៅភូមាកាលពីថ្ងៃម្សិលមិញនេះក្រៅពីអង្គការសហប្រជាជាតិប្រមុខការពារជាតិនៃប្រទេសចំនួន12រួមមានដូចជាសហរដ្ឋអាមេរិកអង់គ្លេសអាល្លឺម៉ង់ជប៉ុនកាណាដានិងកូរ៉េខាងត្បូងជាដើមឡើយនៅថ្ងៃអាទិត្យនេះបានចេញសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយថ្កោលទោសចំពោះអំពើហិង្សារបស់យោធាភូមាទៅលើក្រុមបាតកោដែលគ្មានអាវុធនៅក្នុងដៃសេចក្តីប្រកាសខាងលើថាយោធាមានវិជ្ជាជីវៈត្រូវគោរពតាមបទកថាអន្តរជាតិក្នុងការប្រព្រឹត្តសកម្មភាពអ្វីមួយហើយថាយោធាមានតួនាទីការពារមិនមែនបង្កជាក្តីអន្តរាយដល់រាស្ត្រដែលជាអ្នកពួកគេត្រូវបម្រើនោះទេទ
ទន្ទឹមនេះស្រីពេជ្រតាមរយៈសេចក្តីថ្លែងការណ៍រួមដល់គម្រោងខាងលើដដែលប្រមុខការពារជាតិនៃប្រទេសទាំង12ក៏បានទទូចឲ្យកម្លាំងប្រដាប់អាវុធភូមាបញ្ចប់នៅការបង្ក្រាបហិង្សាហើយងាកមកធ្វើការដើម្បីស្ដារការគោរពនិងភាពជឿជាក់ជាមួយនឹងប្រជាជនរបស់ពួកគេដែលបានបាត់បង់ជំនឿចំពោះរបបយោធាដោយសារតែសកម្មភាពបង្ក្រាបរបស់ពួកគេ កំអន់ចោះតើយោធាភូមាមានបាននិយាយអ្វីខ្លះទេក្រោយហេតុការណ៍បង្ក្រាបហិង្សានិងក្រោយរងការរិះគន់ជំទាស់ពីអន្តរជាតិបែបនេះមកទល់នឹងពេលនេះមេដឹកនាំយោធានៅតែរក្សាភាពស្ងៀមស្ងាត់ដោយនៅមិនទាន់បានចេញមុខអត្ថាធិប្បាយអ្វីជុំវិញការសម្លាប់ជនស៊ីវិលជាច្រើនអ្នកនេះនៅឡើយទេចំណែកអ្នកនាំពាក្យរបបយោធាម្នាក់ក៏មិនបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីភ្នាក់ងារសារព័ត៌មានដើម្បីសុំការបកស្រាយនេះដែរដោយឡែកបើទោះបីជាមានការវាយបង្ក្រាបបាញ់សម្លាប់យ៉ាងឃោរឃៅពីសំណាក់កងទ័ពកាលពីថ្ងៃសៅរ៍ក៏ដោយក៏ប្រជាជនភូមានៅតែបន្តនាំគ្នាធ្វើបាតកម្មដោយមិនបាក់ខ្លោបខ្លាចនោះទេនៅថ្ងៃអាទិត្យនេះតាមរយៈកិច្ចសម្ភាសន៍នៅតាមបណ្ដាញសារព័ត៌មានធំស្រីពេជ្រជនស៊ីវិលភូមាបានលើកឡើងពីការបាញ់សម្លាប់បាតកោដូចសត្វធាតុពីសំណាក់កងទ័ពតែទោះជាបែបនេះក្តីស្រីពេជ្រក្រុមបាតកោថាពួកគេនឹងតស៊ូដល់ទីបំផុតបើទោះបីជាត្រូវបាត់បង់ជីវិតក៏មិនខ្លាចដែរដើម្បីតែលទ្ធិប្រជាធិបតេយ្យនិងអនាគតកូនចៅចំនួនក្រោយរបស់ពួកគេស្រីពេជ្រជាសំណួរចុងក្រោយកំអន់ឃើញថាប្រតិកម្មអន្តរជាតិធ្លាក់មកបន្តបន្ទាប់ហើយប្រជាជនភូមាវិញក៏នៅតែអង្អាចក្លាហានហ៊ានចេញមកធ្វើបាតកម្មទាំងដែលត្រូវប្រឈមគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងហើយតាមកំអន់តើបាតកោភូមាអាចយកឈ្នះលើយោធាបានទេបាតកោភូមាមានចិត្តមោះមុតខ្លាំងមែនស្រីពេជ្រក្នុងការប្រឆាំងតវ៉ាទៅនឹងរដ្ឋប្រហារក៏ដូចជាទៅនឹងរបបគ្រប់គ្រងយោធាដែរពួកគេត្រៀមខ្លួនមិនខ្លាចស្លាប់ប្រឈមមុខទៅនឹងកងទ័ពក៏ប៉ុន្តែចំណុចសំខាន់និងជាចំណោទនោះគឺនៅត្រង់ថាក្រុមបាតកោភូមាចេញប្រយុទ្ធតតាំងទាំងគ្មានអាវុធគ្មានកំភ្លើងនៅក្នុងដៃនោះទេចំណែកឯពួកយោធានោះទៀតសោតក៏មិនខ្លាចញញើទៅនឹងសម្ពាធឬក៏ការដាក់ទណ្ឌកម្មរបស់អន្តរជាតិទៅទៀតដោយសារតែប្រភពទ្រទ្រង់សេដ្ឋកិច្ចសំខាន់របស់ពួកគេមិនពឹងផ្អែកខ្លាំងទៅលើប្រទេសទាំងនោះដូច្នោះហើយក្នុងរយៈកាលខ្លីនេះបាតកោភូមាពិបាកនឹងយកឈ្នះណាស់ទៅលើរបបយោធាដែលមានអាវុធពេញដៃរីឯសំណួរដែលគេតែងតែឧស្សាហ៍សួរចោទថាតើការវាយបង្ក្រាបបង្ហូរឈាមនៅភូមានៅអូសបន្លាយយូរដល់ពេលណាបញ្ចប់នៅពេលណានោះវាគឺជាសំណួរដែលពិបាកនឹងឆ្លើយបានណាស់នៅពេលនេះស្រីពេជ្រហើយរហូតមកទល់នឹងពេលនេះដែរក៏នៅមិនទាន់មានអ្នកជំនាញរូបណាម្នាក់ហ៊ានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះដែរយ៉ាងណាក៏ដោយស្រីពេជ្រមានអ្នកជំនាញខាងកិច្ចការនយោបាយម្នាក់បានមានប្រសាសន៍ថាក្នុងកលៈទេសៈណាក៏ដោយប្រជាជនភូមាខ្លួនឯងផ្ទាល់គឺជាអ្នកជួរមុខដែលអាចជួយខ្លួនឯងហើយសហគមន៍អន្តរជាតិគឺជាអ្នកនៅចាំជួយរុញពីក្រោយតែប៉ុណ្ណោះអរគុណកំអន់សម្រាប់អន្តរាគមន៍យ៉ាងលម្អិតនៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃនារាត្រីនេះ